គ្មានអ្វីដែលថាបានមកដោយឯងនោះទេតើតែយើងប្រឹងមិនថាធ្វើការមិនថារស់ស៊ីឲ្យតែបងប្អូនធ្វើដោយសុចរិតគឺសិតតែត្រឹមត្រូវទាំងអស់សប្តាហ៍ថ្ងៃនេះគឺថាពិបាករកចំណូលចូលផ្ទះមែនតែនអញ្ចឹងតើបងប្អូនមានការងារល្មមបងប្អូនទ្រាំធ្វើទៅហើយបើសិនជាបងប្អូនខ្លះគាត់មានមុខរបរបន្តិចបន្តួចចាដើម្បីចិញ្ចឹមជីវិតឬក៏រស់ស៊ីដូចនេះខ្ញុំបន្តិចបន្តួចចេះចាគឺថាយើងធ្វើទៅបងប្អូនទោះបីមួយថ្ងៃយើងបាន10000ឬក៏5000ក៏យើងសប្បាយចិត្តដែរក៏គ្រាន់បើជាងយើងនៅផ្ទះអត់មានចំណូលចូលសោះតែម្ដងហើយថ្ងៃនេះនាងខ្ញុំក៏អត់មានវីដេអូអីប្លែកដើម្បីចែកជូនទៅដល់បងប្អូនដែរគឺមានតែបង្ហាញពីផលដំណាំដែលអ្នកភូមិអ្នកស្រុកក៏ដូចជាឪពុកម្ដាយតាយាយនៃខ្ញុំដែលគាត់បានដាំអញ្ចឹងណាបងប្អូនហើយបន្លែទាំងអស់ហ្នឹងគឺនាងខ្ញុំធានាឲ្យថាជារបស់ធម្មជាតិបើនិយាយពីរឿងប្រើថ្នាំវិញនិយាយឲ្យត្រង់ថារឿងថ្នាំគឺប្រើដែរតែប្រើបន្តិចបន្តួចហើយថ្នាំហ្នឹងគឺថ្នាំកម្ចាត់ដង្កូវក្នុងមួយដាំដែលយើងប្រមូលផលហ្នឹងណាថាប្រើតែម្ដងចុះប៉ុន្តែបើជីគឺយើងប្រើប្រភេទជាជីកប៉ុសដូចជាលីមួកគោលីមួកបោះមាន់អីចឹងណាបងប្អូនគឺថាយើងដាំយើងហូបខ្លួនឯងផងយើងលក់ផងអញ្ចឹងយើងអត់ហ៊ានប្រើថ្នាំឬក៏ប្រភេទជីផ្ដេសផ្ដាស់ទេម្ល៉េះហើយគឺបងប្អូនអាចទិញយកទៅញ៉ាំដោយមានទំនុកចិត្តបានហើយនាងខ្ញុំហ៊ានធានាឲ្យថាគឺអត់ប្រើថ្នាំអីផ្ដេសផ្ដាស់ទេបងប្អូនហើយបើសិនជាបងប្អូនចង់ដឹងចាបងប្អូនទិញយកទៅយើងដាក់ទូទឹកកកបាន3-4ថ្ងៃបងប្អូនបានវាលួយអញ្ចឹងណាប៉ុន្តែបើសិនជាបន្លែណាដែលយើងប្រើថ្នាំខ្លាំងដាក់តែមួយថ្ងៃហ្នឹងគឺអាលួយអស់ហើយបងប្អូនគឺនេះខ្ញុំហ៊ានធានាឲ្យអញ្ចឹងហ្មងដោយស្ដែកគួរនេះអញ្ចឹងគឺបោះប្អូននៅចិត្តផ្ទះគាត់ដាំនៅចកាគាត់ជាប់នឹងចកាយាយនឹងខ្ញុំដែរហើយចំណែកស្ពៃចកឹះនេះចាក៏នាងខ្ញុំបានទៅទិញស្របពេលដែលគាត់កំពុងតែកាត់ហ្នឹងគឺថានាងខ្ញុំថតផ្ទាល់បង្ហាញជូនបងប្អូនក៏ដូចជាម៉ួយចាស់ម៉ួយថ្មីហ្នឹងគឺថាឲ្យគាត់ឃើញអញ្ចឹងហ្មងកុំឲ្យថានាងខ្ញុំចេះតែនាំបន្លែចាមកពីណាចេះតែប្រាប់ថាធម្មជាតិតែតាមពិតអត់ទេបងប្អូនអត់កុហកទេអត់មាននាំចូលពីក្រៅអីទេគឺថាទៅទិញផ្ទាល់ពីបោះអ្នកភូមិចាក៏ដូចជាបោះឪពុកម្ដាយនាងខ្ញុំបោះតាយាយនាងខ្ញុំគឺថាផ្ទាល់អញ្ចឹងហ្មងបងប្អូនដោយសាឡាត់នេះគឺឆ្នាំនេះរៀងកម្រមានបន្តិចដោយសារតែនៅក្នុងភូមិនាងខ្ញុំខ្លះគាត់ដាំបានទៅខ្លះគាត់ដាំអត់បានអញ្ចឹងបងប្អូនដោយសារតែតាមប្រភេទដីកន្លែងណាយើងមានដីដែលល្អពីកណោតមកយើងប្រើតែអាចគោអាចអីទិញទួយទៅគឺថាវាល្អប៉ុន្តែបើដីកន្លែងខ្លះគាត់មានប្រភេទដីខ្សាច់ច្រើនក៏ដាំអត់បានល្អអញ្ចឹងដែរបងប្អូនគឺថាសាឡាត់ក៏រៀងបានថ្លៃស្ដែកគួរក៏រៀងបានថ្លៃដែរឆ្នាំហ្នឹងបើទៅសក់វិញគឺនៅតម្លៃធូរឡើយណាបងប្អូនហើយចំពោះស្ពៃចកឹះឬក៏ស្ពៃតឿយហ្នឹងគឺថាតម្លៃនៅមកល្មមឡើយទេអត់តន់ថាបានថ្លៃដូចសាឡាត់នេះទេណាបងប្អូនចាបើសាឡាត់ហើយស្ដែកគួរគឺថ្លៃតែម្ដងនាងខ្ញុំសុំសួរបងប្អូនដែលទស្សនាវីដេអូនាងខ្ញុំនេះបន្តិចមើលថានៅពេលមួយរយៈនេះដែលនាងខ្ញុំថតបង្ហាញជូនពីបន្លែតសក់ចាមានស្ពៃមានសាឡាត់មានសណ្តែកអីចឹងចាបងប្អូនមានអារម្មណ៍យ៉ាងណាដែរប៉ុន្តែបើនាងខ្ញុំមានអារម្មណ៍ថាពេលដែលចាស់ទៅចាគឺចង់ដាំដំណាំលក់អញ្ចឹងបងប្អូនកុំឃើញពាកប៉ក់អញ្ចឹងលុយចូលរាល់ថ្ងៃបងប្អូន